Ok, số đây bóng bóng này ở video ní cứ nhom một prapពីរបៀបdownload driver set up ជាមួយនឹងម៉ាស៊ីន print ដែលយើងភ្ជាប់ Wi-Fi មុនហ្នឹងណាយើង set up តាម Wi-Fi អត់ប្រើខ្សែ USB ទេបាទហ្នឹងហើយអញ្ចឹងបងចូលតាមខ្ញុំមកបាទហ្នឹងយើងមកលើកុំព្យូទ័របាទហើយចុចចូលកន្លែង Google នេះមកបាទអូខេអញ្ចឹងចូលកន្លែង search នេះមកបាទហ្នឹងហើយអញ្ចឹងបងវាយតាមខ្ញុំមកម៉ាស៊ីនរបស់យើងមិញគឺ Epson បាទ Epson បាក់ clear PX M 5081 F បាទហ្នឹងហើយអញ្ចឹងយើងវាយចេញមកវាចេញ driver ឲ្យហ្នឹង driver កន្លែងនេះបាទចូលតាមខ្ញុំមកបាទអូខេអញ្ចឹងយើងចូលទៅក្នុង website របស់វាទៅបាទចូលទៅក្នុង download ហ្នឹងហើយអូខេបាទអញ្ចឹងបង scroll ក្រោមបន្តិចមកហ្នឹងហើយកន្លែងនេះគឺយើងរើសWindows សិនអានេះកុំព្យូទ័ររបស់ខ្ញុំបាទ Windows 10 64 bit សម្រាប់កុំព្យូទ័របង Windows ប៉ុន្មានរើសទៅតាមហ្នឹងទៅចុចនេះហើយចូលកន្លែងនេះមកបាទហ្នឹងហើយអូខេអញ្ចឹងឃើញវាចេញជា website ជប៉ុនអញ្ចឹងបងអាចចូលដូរកន្លែងនេះសិនកន្លែង translate នេះសិនដូរវាចូលជាភាសាអង់គ្លេសនេះមកបាទអញ្ចឹងវាចេញឲ្យអង់គ្លេសហើយបាទអញ្ចឹងដល់កន្លែងនេះគឺ driver របស់វាហើយបាទហ្នឹងយើង download មកចូលកន្លែងនេះបាទអូខេអញ្ចឹងបន្ទាប់ពីយើងចូលកន្លែងហ្នឹងហើយscroll ក្រោមបន្តិចយកពាក្យថា download នេះមកបាទអូខេរងចាំវាបន្តិចអូខេអញ្ចឹងពេលដែលយើង download វាពេញហើយយើងចូលទៅតារាងវាមកអូខេ set up បដ ாய் ទៅអូខេហើយយក yes ហ្នឹងហើយអូខេវាទៅហើយយកខាងលើនេះមកអូខេទៀតបាទរងចាំវាបន្តិចអូខេអញ្ចឹងដល់កន្លែងនេះវាឲ្យយើងរើសតែយើង set up តាមខ្សែ USB ឬក៏តាម Wi-Fi បើសិនតែតាមខ្សែ USB បងគ្រាន់តែចុចចូលកន្លែងនេះហើយចុច OK ទៅហើយចាំដតខ្សែ USB ចូលជាមួយម៉ាស៊ីន print ជាមួយនឹងកុំព្យូទ័រភ្ជាប់គ្នាហ្នឹងហើយដតវាភ្ជាប់គ្នាទៅអញ្ចឹងវាពេលដតយើងហើយវា install ខ្លួនវាហើយមិនបាច់ចុចអីទៀតទេតែបើថាចុច set up តាម Wi-Fi ឬក៏ network យកខាងលើនេះមកហើយយក OK នេះមកបាទអញ្ចឹងវាចាប់ផ្ដើម search ខ្លួនវាហើយបាទអូខេអញ្ចឹងអូខេវា search ឃើញឈ្មោះម៉ាស៊ីន print របស់យើងហើយបាទអញ្ចឹងយើងគ្រាន់តែ select នៅលើឈ្មោះម៉ាស៊ីន print ហើយចុច OK ទៅអញ្ចឹងកន្លែងនេះគឺវា install ខ្លួនវាហើយបាទវា connect ខ្លួនវាហើយបាទដោយអត់បាច់ប្រើខ្សែហ្នឹងហើយយើងអត់ប្រើខ្សែ USB ទេអូខេអញ្ចឹងដល់កន្លែងនេះគឺយើងអូខេគឺមានន័យថាវា connect រួចរាល់អស់ហើយបើថាបងប្អូនចង់ច្បាស់ទៀតចូលកន្លែង control panel នេះបាទចុចចូលកន្លែង control panel នេះមកបាទរងចាំវាបន្តិចណានេះអូខេកន្លែង control panel នេះមកហើយចូលកន្លែង device and printer ចូលទៅមើល driver វាដែលយើង set អូខេអញ្ចឹងយើង set មិញគឺនេះ driver របស់វាគឺវាលូតភ្លឺបែបនេះបាទអានេះអត់ប្រើខ្សែគឺប្រើតាម Wi-Fi បាទហើយបើនេះយើងអាច print តេស្តបានទៅចង់ច្បាស់ទៀតមកស្ដាំអូខេ click តាក់នេះមកស្ដាំហើយយកទី4នេះមកបាទហ្នឹងហើយយើងអាច print តេស្តបានហ្នឹងចុច print កន្លែងនេះមកបាទឥឡូវខ្ញុំចុច print បាទអញ្ចឹងយើងទៅមើលលើម៉ាស៊ីនវិញបាទអូខេអានេះគឺនៅលើម៉ាស៊ីនបាទអញ្ចឹងយើងចុច print ពីកុំព្យូទ័រមកគឺវាចេញលើម៉ាស៊ីនឲ្យអូខេចាំមើលអានេះសារខ្ញុំអត់បានសេរីត្រីមិនញ៉ៃទេអានេះគ្រាន់តែដឹងថាពីរបៀប set up ឲ្យវាស្គាល់គ្នាទៅហ្នឹងអូខេ print អញ្ចឹងពេលយើង print ចេញពីលើម៉ាស៊ីន print ពីលើកុំព្យូទ័រមិញមកគឺវាដល់ម៉ាស៊ីន print ហ្នឹងហើយអូខេបាទអញ្ចឹងមានន័យថាយើងភ្ជាប់ driver តាម Wi-Fi ជាមួយម៉ាស៊ីន print គឺជោគជ័យហើយបាទតាំងពីរបៀប connect Wi-Fi នៅលើម៉ាស៊ីន print ហើយនឹង download driver ចេញពី website ជប៉ុនរបស់វាហើយនឹង set up ទៅឡើងគឺយើងអូខេហើយអញ្ចឹងម៉ាស៊ីននេះអាចប្រើប្រាស់ជាមួយកុំព្យូទ័របានហើយបាទប្រើប្រាស់ជាមួយកុំព្យូទ័របានហើយអញ្ចឹងបើកុំព្យូទ័រផ្សេងចង់ connect តាម Wi-Fi ដែរគឺធ្វើដូចគ្នាទាំងអស់បាទធ្វើដូចគ្នាទាំងអស់ហ្នឹងហើយប្រហែលកុំព្យូទ័រក៏វាអាចភ្ជាប់បានដែរ10កុំព្យូទ័រក៏វាអាចភ្ជាប់បានដែរហ្នឹងហើយអញ្ចឹងវីដេអូនេះគឺរបៀបភ្ជាប់របៀប set up driver តាម Wi-Fi ហើយនឹង download driver អីគឺនៅក្នុងវីដេអូនេះទាំងអស់បាទអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេសម្រាប់វីដេអូបន្ទាប់គឺ
miền video xem tiền nhưng chăm mơ nhom mơ từ tam nắng hay bong chui chạy từ tam nắng tới video nào để bong từ ca mơ chia chúng nét đắng ai mơ bàn nằng hè vậy để nhom ai chạy lấy bán khi nhom chạy lấy hay có sông tốt ra bờ bong để có đằng hái rồi có hàng nắng đè nhom mà chia sấy bà tua chạy cái khá những ai tập bà chun phiêu để có tình sân tới cứ có bà không ca set up chứ dân miền video có sập mờ chứ nghi sửa ok thằng nó con trai mong bong